អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮពាក្យថាប្រព័ន្ធការពារដែនអាកាសហើយថ្ងៃនេះខ្ញុំនិយាយអំពីប្រព័ន្ធដែនអាកាសដ៏មានអានុភាពខ្លាំងក្លារបស់ប្រទេសអ៊ីស្រាអែលគឺប្រព័ន្ធដែនអាកាសឈ្មោះថា Iron Dome ដែលមានន័យជាភាសាខ្មែរថាដុំដែក Iron Dome គឺជាប្រព័ន្ធការពារដែនអាកាសប្រើសម្រាប់ចាប់បំផ្លាញមីស៊ីលឬគ្រាប់រ៉ុកែតដែលបាញ់ពីចម្ងាយប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយប្រទេសអ៊ីស្រាអែលដើម្បីការពារប្រជាជនពីការវាយប្រហារដោយមីស៊ីលឬគ្រាប់រ៉ុកែតរបស់សត្រូវប្រព័ន្ធនេះគឺចាប់ផ្ដើមប្រើប្រាស់ជាផ្លូវការនៅឆ្នាំ 2011 ប្រព័ន្ធដែនអាកាស Iron Dome គឺមានតម្លៃ$50 លាននៅក្នុងមួយគ្រឿងហើយសមត្ថភាពសំខាន់ៗរបស់ Iron Dome គឺការបាញ់ផ្ដាច់នៃគ្រាប់រ៉ុកែតខ្នាតតូចនិងមីស៊ីលចល័តខ្នាតខ្លី Iron Dome គឺអាចប្រើប្រាស់ដើម្បីបាញ់នឹងគ្រាប់រ៉ុកែតនិងគ្រាប់អាវុធចល័តដែលបាញ់មកពីចម្ងាយប្រហែលជា4ទៅ70គីឡូម៉ែត្រហើយអាចបន្ថែមដល់100គីឡូម៉ែត្របើប្រើនៅចំនួនថ្មីប្រើរ៉ាដានិង software បច្ចេកវិទ្យាចុងក្រោយប្រព័ន្ធរ៉ាដានឹងចាត់សញ្ញារបស់គ្រាប់រ៉ុកែត incoming ហើយគេឲ្យទិសដៅវាឲ្យចេះរាប់ត្រឹមត្រូវប្រព័ន្ធនឹងសម្រេចថាគួរបាញ់គ្រាប់ intercept ឬទេដោយផ្អែកលើគ្រោះថ្នាក់ដែលអាចបង្កឡើងសមត្ថភាពប្រឆាំងគ្រាប់រ៉ុកែតច្រើនគ្រាប់ក្នុងពេលតែមួយ Iron Dome គឺអាចដំណើរការជាប្រព័ន្ធស្វ័យប្រវត្តិដែលប្រើបច្ចេកវិទ្យា AI និង sensor fusion ដើម្បីធ្វើការទាញយកគ្រាប់អាវុធច្រើនក្នុងពេលតែមួយអត្រាបាញ់បានជោគជ័យរបស់ Iron Dome គឺបានរាយការណ៍ថាខ្ពស់ជាង 90% ក្នុងសកម្មភាពប្រយុទ្ធពិតប្រាកដរបៀបដំណើរការរបស់ប្រព័ន្ធដែនអាកាស Iron Dome គឺមាន3ផ្នែកសំខាន់ៗ Radar Unit ឧបករណ៍រ៉ាដាវាស្វែងរកនិងបញ្ជាក់នូវគ្រាប់មីស៊ីលដែលកំពុងចូលមក Auto Measurement and Control ប្រព័ន្ធគ្រប់គ្រងនិងសម្រេចចិត្តវាធ្វើការវិភាគថាគ្រាប់មីស៊ីលនោះគ្រោះថ្នាក់ដល់តំបន់ណា Missile Firm Unit ប្រព័ន្ធបាញ់មីស៊ីលទប់ស្កាត់បើសិនបើមានគ្រាប់មីស៊ីលបាញ់តម្រង់មកកន្លែងស្នាក់នៅរបស់មនុស្សឬអគារពាណិជ្ជកម្មវានឹងបាញ់គ្រាប់មីស៊ីលស្ទាក់ចាប់ទៅបំផ្លាញនៅក្នុងអាកាសអត្ថប្រយោជន៍របស់ Iron Dome ការពីជីវិតរបស់ប្រជាពលរដ្ឋវាអាចស្កាត់បាននៅគ្រាប់មីស៊ីលយ៉ាងមានប្រសិទ្ធភាពខ្ពស់សន្សំថវិកាវាមិនបាញ់គ្រាប់ទៅគ្រាប់មីស៊ីលដែលគ្មានគ្រោះថ្នាក់ទេ